កម្ពុជាថៃផ្ទុះសង្គ្រាមពាក្យសម្ដីនៅក្នុងកិច្ចប្រជុំ UN ក្រោយកម្ពុជាបានប្រាប់ការពិតទៅកាន់អន្តរជាតិថាថៃកាន់កាប់ដីខ្មែរដោយខុសច្បាប់កម្ពុជាបានលាតត្រដាងការពិតនៅចំពោះមុខអន្តរជាតិអំពីទង្វើឈ្លានពានរបស់ថៃនិងការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាចាប់តាំងពីខែកក្កដាឆ្នាំ2025ថែមទាំងកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ក្រោយបទឈប់បញ្ចូលជាធរមាននៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិដែលដឹកនាំដោយលោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិនថៃភ័យញ័រជើងមិនហ៊ានទទួលស្គាល់ការពិតដោយបានគំរាមកម្ពុជាមិនឲ្យលើកយកបញ្ហាខាងលើនេះមកនិយាយក្នុងកិច្ចប្រជុំ UNSC ខាងលើនេះទេដោយលើកហេតុផលថាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការខិតខំប្រឹងប្រែងក្នុងការស្ដារទំនុកចិត្តគ្នារវាងភាគីទាំងពីរប៉ុន្តែកម្ពុជាមិនខ្លាចក្នុងការនិយាយការពិតឡើយដោយបានបង្ហាញទៅកាន់អន្តរជាតិថាថៃបានប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់មានទាំងការប្រើយន្តហោះចម្បាំងនិងដ្រូនអតិឃាតឈ្លានពានមកលើទឹកដីកម្ពុជាក្នុងសង្គ្រាមជុំទី2ចំណែកភាគីថៃលោកស៊ីហាសាភូមិកេតកៅបានបដិសេធភ្លាមៗថាប្រទេសថៃមិនចង់បានទឹកដីប្រទេសណាមួយឡើយហើយទាមទារឲ្យកម្ពុជាដោះស្រាយបញ្ហានេះដោយទ្វេភាគីជាមួយថៃវិញទង្វើនិងសម្ដីរបស់ភាគីថៃបានលាតត្រដាងការពិតដោយខ្លួនឯងលើឆាកអន្តរជាតិដូច្នេះហើយសង្ឃឹមថាក្រោយកិច្ចប្រជុំ UN នេះចប់កម្ពុជានឹងទទួលបានយុត្តិធម៌ត្រឡប់មកវិញ